លទ្ធផលនៃការប្រឡងលើក្រសួងបានចេញប្រកាសជាធម្មតានៃការប្រឡងតែមានជាប់ខ្លះហើយធ្លាក់ខ្លះអបអរសាទរទៅកាន់អ្នកជាប់នេះពិតជាធ្វើបានល្អណាស់សញ្ញាបត្រដែលបានមកពីញើសឈាមវាមិនមែនត្រឹមជាក្រដាស់ចាយជីវិត12ឆ្នាំវិនិយោគនៅក្នុងសាលាលទ្ធផលជាទីកប់ចិត្តបាននៅតែល្អគ្រូវិញ្ញាសាម៉ាប៉ាបងប្អូនអ្នកសប្បាយចិត្តអ្នកពិតជាអស្ចារ្យនាំយកគេឈ្មោះនឹងកិត្តិយសជូននៅគ្រួសារហើយក៏សោកស្ដាយទៅកាន់អ្នកធ្លាក់អ្នកធ្វើមិនសូវបានល្អដូចគេកុំស្អប់ខ្លួនឯងកុំតូចចិត្ត Everything will be okay អ្នកបានខំប្រឹងប្រែងអស់ហើយខ្ញុំដឹងថាអ្នកមិនចង់ធ្លាក់ទេឲ្យតែយើងនឹងមានសង្ឃឹមថ្ងៃមួយយើងនឹងជោគជ័យដូចគេបរាជ័យនៅក្នុងសាលាមិនប្រាកដថាបរាជ័យក្នុងជីវិតងើបឈរតស៊ូដល់ទៅមុខរឹងមាំឡើងកុំបាក់ទឹកចិត្តហើយក៏សុំចិត្តដល់ម៉ាក់ប៉ាកុំបន្ទោសពួកគាត់អីកុំឲ្យពួកគាត់នឹងមានសម្ពាធ